ថ្ងៃនេះយើងនិយាយអំពីការបូមសម្អាតសញ្ញកាគោលដៅនៃវីដេអូនេះអ្នកសិក្សាទាំងអស់គ្នានឹងមានសមត្ថភាពក្នុងការបូមសម្អាតសញ្ញកាបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសម្រាប់ជំហាននេះយើងត្រូវចាប់បំពង់នាឡិកាសម្ពាធទៅនឹងម៉ាស៊ីនបូមសម្ពាធដើម្បីបូមសម្អាតខ្យល់ចេញពីបំពង់សារធាតុធ្វើឲ្យត្រជាក់និង indoor unit បន្ទាប់មកបើកវ៉ាល់នាឡិកាសម្ពាធទាបហើយឲ្យម៉ាស៊ីនបូមសម្ពាធដំណើរការរយៈពេលនៃការបូមសម្អាតអាស្រ័យលើប្រវែងបំពង់សារធាតុធ្វើឲ្យត្រជាក់និងអានុភាពរបស់ម៉ាស៊ីនបូមសម្ពាធហើយយើងត្រូវបូមសម្អាតរហូតត្រនិចនាឡិកាធ្លាក់ចុះដល់ដក30ឬដក76ហើយបន្តបូមយ៉ាងតិច15នាទីបន្ទាប់មកយើងបិទវ៉ាល់នាឡិកាសម្ពាធទាបហើយបញ្ឈប់ដំណើរការម៉ាស៊ីនបូមសម្ពាធការសម្អាតខ្យល់នៅក្នុងប្រព័ន្ធសារធាតុធ្វើឲ្យត្រជាក់ជាមួយម៉ាស៊ីនបូមសម្ពាធបានបញ្ចប់ពេញលេញបន្ទាប់ពីទស្សនាវីដេអូនេះចប់អ្នកសិក្សាទាំងអស់គ្នានឹងមានសមត្ថភាពយល់ដឹងអំពីដំណើរការនៃការបូមសម្អាតសញ្ញកាបានត្រឹមត្រូវតាមបច្ចេកទេសអរគុណសម្រាប់ការយកចិត្តទុកដាក់ទស្សនាលើវីដេអូនេះជួបគ្នាវីដេអូក្រោយ